សូមស្វាគមន៍មកកាន់ពិភពតុក្កតាសិលសាស្ត្រនិងអាគមវេទមន្តដ៏រំភើបនេះជារឿងរ៉ាវការតស៊ូសងសឹកនិងសេចក្តីក្លាហានសូមអញ្ជើញរីករាយទស្សនាទាំងអស់គ្នានៅភូមិផ្កាឈូកមាសមេឃចាប់ផ្ដើមប្រែជាពណ៌ខ្មៅស្រអាប់ដោយសារបណ្ដាសាដើមឈើជីវិតមហាវេទចាប់ផ្ដើមជ្រុះស្លឹកនិងស្វិតស្រពោនបន្តិចម្ដងទេចៈសម្លឹងមើលមហន្តរាយនេះដោយក្តីឈឺចាប់បំផុតទេចៈប្តីញាចិត្តឋាននឹងសង្គ្រោះភូមិកំណើតឲ្យបានទោះបីជាត្រូវលះបង់ជីវិតក៏ដោយយុគន្ធបញ្ចេញសំណាចយ៉ាងកាចសាហាវនៅលើបល្ល័ង្កទឹកកករបស់យុគន្ធបញ្ជាឲ្យកងទ័ពបិសាចទៅបំផ្លាញពន្លឺចុងក្រោយនៃភូមិផ្កាឈូកមាសយុគន្ធប្រែមន្តអាគមខ្មៅដើម្បីបង្កករភពទឹកទាំងអស់នៅក្នុងតំបន់នោះយុគន្ធចង់ឃើញពិភពលោកទាំងមូលប្រែជាទឹកកកដ៏ត្រជាក់អ៊ីសីមរកតបង្ហាញខ្លួននៅចំពោះមុខទេចៈក្នុងពន្លឺពណ៌បៃតងដ៏ទន់ភ្លន់អ៊ីសីមរកតប្រាប់ទេចៈអំពីទឹកមុនអមតៈនៅកំពូលភ្នំទឹកកកអ៊ីសីមរកតប្រគល់ខ្សែវឡមុនអាគមទៅឲ្យទេចៈដើម្បីប្រើជាអាវុធអ៊ីសីមរកតដាស់តឿនទេចៈឲ្យប្រុងប្រយ័ត្ននឹងអន្ទាក់របស់យុគន្ធមេតបត្រជាដឹកនាំកងទ័ពបិសាចទឹកកកមកដងច្រកចូលភូមិផ្កាឈូកមាសមេតបត្រជាបញ្ជាឲ្យបិសាចដុតបំផ្លាញផ្ទះសម្បែងអ្នកភូមិទេចៈស្ទុះចេញទៅរារាំងមេតបត្រជាដោយក្តីក្លាហានទេចៈប្រះវលទេចៈវាយបកទៅលើកងទ័ពបិសាចទឹកកកយ៉ាងខ្លាំងក្លាទេចៈក្រវីវិលទេចៈបង្កោតជាខែលការពារអ្នកភូមិពីព្រួញទឹកកកមេតបត្រជាសៅចំអកឲ្យកម្លាំងខ្សោយរបស់ទេចៈមេតបត្រជាប្រៅដៅទឹកកកដ៏ធំកាប់សម្ដៅទៅរកក្បាលរបស់ទេចៈកិច្ចភុតយ៉ាងរហ័សនិងប្រៅអាគមវិលចងជើងមេតបត្រជាសមរភូមិនៅភូមិកាឈូកមាសកាន់តែមានភាពកាចសាហាវឡើងទេចៈបញ្ចេញកម្លាំងអាគមបៃតងធ្វើឲ្យដីញ័ររញ្ជួយនិងមានវល់ដកចេញមុខយ៉ាងច្រើនមេតបត្រជាត្រូវបង្ខំចិត្តដកថយទៅកាន់ព្រៃវល់មុនទេចៈដេញតាមមេតបត្រជាដើម្បីសងសឹកឲ្យអ្នកភូមិដែលរងគ្រោះនៅក្នុងព្រៃវលមុនទេចៈត្រូវប្រឈមមុខនឹងដើមឈើបិសាចដែលបញ្ជាដោយយុគន្ធអ៊ីសីមរកតតាមសង្កេតមើលការប្រយុទ្ធរបស់ទេចៈពីចង្ងាយទេចៈរៀនគ្រប់គ្រងថាមពលធម្មជាតិដើម្បីកម្ចាត់ភាពងងឹតទេចៈប្រើវលៈទេចៈកាត់ផ្តាត់មេឈើបិសាចទាំងអស់ដែលមករាំងផ្លូវទេចៈរកឃើញច្រកចូលគូហាគ្រីស្ទលខ្មៅដែលពោពេញដោយគ្រក់ថ្នាក់នៅក្នុងគូហាគ្រីស្ទលខ្មៅទេចៈឃើញវិញ្ញាណខ្មៅទឹកកកហោះហើរពេញអាកាសយុគន្ធប្រើកញ្ចក់វេទមន្តមើលសកម្មភាពរបស់ទេចៈនិងបញ្ចេញអាគមដាក់អន្ទាក់ទេចៈត្រូវប្រើសមាធិដើម្បីកុំឲ្យធ្លាក់ក្នុងអន្ទាក់ផ្លូវចិត្តរបស់យុគន្ធទេចៈបើកការវាពិហារលើគ្រីស្តាល់ខ្មៅដៃទីប្រភពធម្មពលបិសាចវល់ទេចៈបញ្ចេញពន្លឺភឺចិញ្ចាញ់ចិញ្ចាតកុំទេគ្រីស្តាល់ខ្មៅជាបំណែកសំលេងផ្ទុះយ៉ាងខ្លាំងលួនលឺពេញគូហាគ្រីស្តាល់ខ្មៅទេចៈរត់ចេញពីគូហាដែលកំពុងបាក់រំលំសំដៅទៅកាន់ភ្នំទឹកកកមេតបត្រជារងចាំទេចៈនៅជើងភ្នំកំពូលភ្នំទឹកកកអមតៈមេតបត្រជាប្រាអាគមហៅនាទឹកកកចេញមកប្រយុទ្ធជាមួយទេចៈហក់ឡើងលើអាកាសនិងប្រាវល់លូទេចៈចងមាត់នាទឹកកកទេចៈបញ្ចេញកម្លាំងចុងក្រោយទាញនាទឹកកកឲ្យបោកផ្ទប់នឹងថ្មភ្នំមេតបត្រជាខឹងយ៉ាងខ្លាំងនិងបញ្ចេញកម្លាំងទឹកកកកម្រិតអតិបរិមាទេចៈរងរបួសត្រង់ស្មាប៉ុន្តែទេចៈមិនបោះបង់ចោលការតស៊ូឡើយទេចៈប្រើអាគមវលចាក់ទម្លុះបេះដូងទឹកកករបស់មេតបត្រជារលាយបាត់ទៅក្នុងខ្យល់ព្រិលដ៏ត្រជាក់ស្រេបទេចៈចាប់ដាំងឡើងភ្នំកំពូលភ្នំទឹកកកអមតៈក្នុងស្ថានភាពខ្យល់ព្យុះបោកបក់រាងកាយអបទេចៈញ័រញាក់ដោយសារភាពត្រជាក់ខ្លាំងពេកទេចៈនឹកឃើញដល់ពាក្យបង្រៀនរបស់អ៊ីសីមរកតអំពីកម្លាំងចិត្តទេចៈប្រើវលៈទេចៈ
រុំព័ទ្ធរាងកាយដើម្បីបង្កើតកម្ដៅវេទមន្តទេចៈមកដល់រាជវាំងទឹកកកបាក់បែកដែលជាទីតាំងអាចកំបាំងរបស់យុគន្ធបង្ហាញខ្លួននៅលើអាកាសដោយមានពពកខ្មៅរុំព័ទ្ធជុំវិញខ្លួនយុគន្ធសោកចំអកហើយទេចៈដែលហ៊ានមកសម្លាប់ស្ដេចវិសាយដល់កន្លែងទេចៈលើកវល់ទេចៈឡើងលើមេឃដើម្បីប្រមូលពន្លឺធម្មជាតិយុគន្ធបាញ់កំរស្មីទឹកកកខ្មៅសំដូរទៅរកបេះដូងរបស់ទេចៈប្រើវលៈទេចៈបង្កើតជាខែលរាងដោយផ្កាឈូកដ៏ធំដើម្បីទប់ទល់ការប៉ះទង្គិចគ្នានៃធម្មពលទាំងពីរធ្វើឲ្យរាជវាំងទឹកកកបាក់បែកញ័ររញ្ជួយទេចៈត្រូវខ្ទាតទៅបុកនឹងជញ្ជាំងថ្មយ៉ាងខ្លាំងយុគន្ធដើរសម្ដៅទៅរកទេចៈហើយលើកជើងជាន់លើដាវទ្រូងរបស់ទេចៈយុគន្ធប្រាប់ថាគ្រួសាររបស់ទេចៈក៏ត្រូវស្លាប់ដោយសារដៃរបស់យុគន្ធដែរកំហឹងសងសឹកចាប់ដើមឆែកពួកគន្ជ្រោលនៅក្នុងខ្លួនរបស់ទេចៈចាប់ជើងរបស់យុគន្ធហើយប្រើអាគមឆក់អគ្គិសនីធម្មជាតិទេចៈក្រោកឈរឡើងវិញដោយមានភ្នែកបញ្ចេញពន្លឺពណ៌បៃតងយ៉ាងខ្លាំងវល់ទេចៈប្រែរូបរាងទៅជាដាវវល់ដ៏មុតស្រួចនិងមានភ្លើងអាគមទេចៈស្ទុះទៅកាប់យុគន្ធយ៉ាងលឿនដូចផ្លែកបន្តយុគន្ធប្រែខែលទៅកក់ការពារប៉ុន្តែត្រូវទេចៈកាប់បំបែកយ៉ាងងាយការប្រយុទ្ធគ្នាយ៉ាងសាហាវបានបន្តទៅដល់កំពូលនៃរាជវាំងទឹកកកបាក់បែកយុគន្ធហៅព្រលឹងខ្មោចរាប់ពាន់មកជួយវាយប្រហារទេចៈប្រះអាគមរំវិលៈកុំតិចព្រលឹងខ្មោចទាំងអស់ក្នុងពេលតែមួយទេចៈបោះវិលៈទេចៈទៅមករកចន្លោះប្រហោងដើម្បីចាក់យុគន្ធប្រើគ្រីស្តាល់ទឹកកកខ្មៅដើម្បីបង្កើនកម្លាំងឲ្យคล้ายជាយក្សទឹកកកទេចៈមើលឃើញចំណុចខ្សោយរបស់យុគន្ធនៅត្រង់ថ្ងាសទេចៈហក់លោតពីផ្ទាំងថ្មមួយទៅផ្ទាំងថ្មមួយទៀតយ៉ាងប៉ិនប្រសប់ទេចៈព្យាយាមចូលទៅជិតយុគន្ធប៉ុន្តែត្រូវខ្យល់ព្យុះបោកបក់ចេញឥសីមរកតបញ្ជូនធម្មពលផ្លូវចិត្តមកជួយគាំទ្រទេចៈពីចម្ងាយទេចៈទទួលបានកម្លាំងថ្មីពីធម្មជាតិនិងវិញ្ញាណដូនតាទេចៈបង្កើតវល់យ៉ាក់ដកចេញពីទឹកកកមកចាប់រឹតរាងកាយរបស់យុគន្ធស្រែកច្រឡោតដោយការឈឺចាប់និងព្យាយាមបំផ្លាញវល់នោះរាងកាយរបស់យុគន្ធរលាយបាត់ទៅជាផ្សែងខ្មៅក្នុងបរិយាកាសទេចៈធ្លាក់ចុះមកលើដីដោយភាពហត់នឿយបំផុតនៅកណ្ដាលគំនោបាក់បែកទេចៈរកឃើញដបទឹកមុនអមតៈដែលយុគន្ធលះទុកទេចៈកាន់ដបទឹកមុនដោយភាពត្រេកអរនិងមានសង្ឃឹមឡើងវិញមេឃនៅកំពូលភ្នំទឹកកកអមតៈចាប់ផ្ដើមប្រែជាស្រឡះនិងមានពន្លឺថ្ងៃទេចៈប្រញាប់ធ្វើដំណើរត្រឡប់ទៅកាន់ភូមិផ្កាឈូកមាសវិញទេចៈជិះលើវលើវេទមន្តហោះកាត់ព្រៃភ្នំយ៉ាងលឿនបំផុតភូមិផ្កាឈូកមាសកំពុងរងចាំការត្រឡប់មកវិញរបស់វីរបុរសទេចៈនៅពេលទេចៈមកដល់ភូមិផ្កាឈូកមាសអ្នកភូមិទាំងអស់ចេញមកស្វាគមន៍ដើមឈើជីវិតមហាវេទជិតនឹងងាប់បាត់បង់ជីវិតទៅហើយទេចៈដាល់ទៅជិតគល់ដើមឈើដោយក្តីគោរពនិងទឹកភ្នែករំភើបទេចៈបើកសំបកដបទឹកមុនអមតៈដើម្បីត្រៀមស្រោចស្រពទេចៈចាក់ទឹកមុនអមតៈទៅលើដីជំវិញដើមឈើជីវិតមហាវេទពន្លឺពណ៌មាសភាយចេញពីដីនិងជ្រាបចូលទៅក្នុងឫសឈើស្លឹកឈើដែលស្វិតស្រពោញចាប់ដើមប្រែជាពណ៌បៃតងស្រស់វិញភ្លាមទេចៈញញឹមដោយក្តីសុខដែលបានបំពេញភារកិច្ចជោគជ័យស្រាប់តែព្រលឹងដែលនៅសេសសររបស់យុគន្ធព្យាយាមវាយប្រហារទេចៈជាចុងក្រោយទេចៈដឹងខ្លួនជាមុននិងគ្រវីវិលលេចទេចៈកុំតិចវិញ្ញាណអាក្រក់នោះចោលយុគន្ធបាត់បង់រូបរាងជារៀងរហូតពីពិភពលោកនេះអេសីមរកតបង្ហាញខ្លួននិងសរសើរពីសេចក្តីក្លាហានរបស់ទេចៈដើមឈើជីវិតមហាវេទរីកដកដាលយ៉ាងធំសម្បើមនិងបញ្ចេញផ្កាវេទមន្តផ្កាទាំងនោះធ្វើឲ្យធម្មពលជាបាលដល់អ្នកភូមិដែលរងរបួស
តេจะคล้ายជាអ្នកការពារដ៏អស្ចារ្យប្រចាំភូមិផ្កាឈូកមាសអ្នកភូមិរៀបចំពិធីជប់លៀងអបអរសាទរជ័យជំនះរបស់តេจะសម្លឹងមើលទៅលើមេឃដែលឥឡូវនេះមានផ្កាយភ្លឺចិញ្ចាញ់ចិញ្ចាតតេจะដាក់វ៉ាល់តេจะទុកជាអាវុធការពារសន្តិភាពជារៀងរហូតអ៊ីសីមរកតប្រគល់សញ្ញាបត្រវីរបុរសឲ្យតេจะនៅចំពោះមុខអ្នកភូមិតេจะសញ្ញាថានឹងការពារធម្មជាតិនិងមនុស្សគ្រប់គ្នាអស់ពីដង្ហើមពិភពលោកទាំងមូលត្រឡប់មកមានពណ៌ខៀវខ្ចីនិងភាពស្រស់បំព្រងឡើងវិញទឹកកកនៅកំពូលភ្នំទឹកកកអមតៈចាប់ផ្ដើមរលាយคล้ายជាទឹកធ្លាក់ដ៏ស្អាតតេจะដើរលេងក្នុងព្រៃវលលមុនដោយភាពរីករាយជាមួយសត្វព្រៃគ្មានបិសាចណាហ៊ានមកយាយីពិភពលោកនេះទៀតឡើយតេจะបង្រៀនក្មេងៗក្នុងភូមិអំពីមន្តអាគមវិលការពារខ្លួនតេจะคล้ายជាគ្រូបង្វឹកដ៏ឆ្នើមម្នាក់ដូចជាអ៊ីសីមរកតដែរស្នាមញញឹមអ្នកភូមិគឺជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់តេจะរត់នៅដោយក្តីសុខសាន្តក្នុងភូមិផ្កាឈូកមាសរហូតទៅតរឿងរ៉ាវរបស់តេจะត្រូវបានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្រមន្តអាគមវល់តេจะបញ្ចេញពន្លឺចុងក្រោយមុននឹងបញ្ចប់រឿងដ៏អស្ចារ្យនេះតេจะឈរនៅលើកំពូលភ្នំសម្លឹងមើលទៅទិសដៅថ្មីការផ្សងព្រៀងសន្តិភាពបានត្រឡប់មកវិញដោយសារវីរបុរសថ្មីឈ្មោះតេจะ